រឿងស្ត្រីវិកលចរិតម្នាក់នៅលើឡានក្រុងរឿងនេះបានកើតឡើងខណៈពេលដែលបុរសម្នាក់កំពុងតែធ្វើដំណើរទៅលេងជីដូនរបស់គាត់ថ្ងៃនោះគាត់ខំប្រឹងជិះឡានក្រុងក៏ព្រោះតែផ្លូវកំពុងតែកកកុញនៅម៉ោងប្រហែលជាថ្ងៃត្រង់ទីបំផុតគាត់ក៏បានឡានក្រុងជិះហើយមានមនុស្សតែពី3នាក់ប៉ុណ្ណោះនៅក្នុងនោះអ្នកប្រមូលថ្លៃឈ្នួលឡានក៏ដើរប្រមូលលុយស្ត្រីវ័យក្មេងបុរសពី3នាក់និងស្ត្រីចំណាស់ម្នាក់គណៈឡានក្រុងបើកកាត់មន្ទីរពេទ្យវិកលចរិតស្ត្រីម្នាក់ពាក់អាវពេទ្យឈរនៅមាត់ផ្លូវផ្ដល់សញ្ញាឲ្យឡានក្រុងឈប់ក្បាលរបស់នាងត្រូវបានកោរសក់ហើយមុខរបស់នាងក៏ស្លេកដូចជាខ្មោចឡានក្រុងបានបើកទៅខាងស្ដាំក្បែរនាងហើយបរិយាកាសនៅខាងក្នុងក៏ស្ងប់ស្ងាត់ទៅវិញផ្លូវខាងមុខពោរពេញទៅដោយអាប់និងភាពងងឹតដោយមានជំនៀងតែមួយគត់គឺឡានក្រុងដែលគាត់កំពុងតែជិះគាត់និយាយថានៅពេលដែលផ្ញើសារទៅជីដូនរបស់គាត់ដើម្បីប្រាប់ថាគាត់នឹងទៅយឺតគាត់បានក្រឡេកទៅមើលស្ត្រីនោះខណៈដែលនាងហៀបនឹងឡើងលើរថយន្តក្រុងស្រាប់តែអ្នកបើកបរបានបើករថយន្តបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលគាត់មានការភ័ន្តច្រឡំនិងងើយឆ្ងល់ហើយអ្នកដំណើរផ្សេងទៀតក៏ឆ្ងល់ដូចគ្នាថាហេតុអ្វីបានជាតែកង់រថយន្តបើកលឿនទៅខាងមុខយ៉ាងដូចនេះពេលយើងមើលទៅអ្នកបើកឡានទឹកមុខរបស់គាត់គឺពោរពេញទៅដោយភាពភ័យខ្លាចអ្នកទាំងអស់គ្នានៅក្នុងរថយន្តមិនដឹងពីមូលហេតុសោះគាត់បានសួរថាហេតុអ្វីបានជាគាត់មិនព្រមឲ្យស្ត្រីម្នាក់នោះឡើងជិះហើយដោយសំឡេងញាប់ញ័រនិងភ័យខ្លាចគាត់បានឆ្លើយថានេះមិនមែនជាមនុស្សស្រីធម្មតាទេបន្ទាប់មកគាត់ក៏ស្ងៀមសម្លឹងកញ្ចក់មើលក្រោយហើយបន្ថែមល្បឿនបន្ថែមទៀតតាមការសម្លឹងមើលរបស់គាត់បានឃើញស្ត្រីម្នាក់នោះរត់តាមពីក្រៅរថយន្តក្រុងក្នុងឥរិយាបថដ៏សែនអាក្រក់ដោយធ្វើដំណើរក្នុងល្បឿនលឿនខុសពីធម្មតានាងចាប់ផ្ដើមរត់យ៉ាងលឿនដែលគាត់មិនអាចមើលមុខបានច្បាស់ទេប៉ុន្តែគាត់ឃើញរោមរបស់នាងប្រឡាក់ពោរពេញទៅដោយឈាមអ្នកប្រមូលថ្លៃឈ្នួលឡានបានស្រែកដាក់អ្នកបើកបរថាលឿនជាងនេះទៀតនាងជិតមកដល់ហើយមនុស្សគ្រប់គ្នានៅលើរថយន្តក្រុងចាប់ផ្ដើមភ័យស្លន់ស្លោគាត់អង្គុយជិតមាត់ទ្វារបំផុតស្រាប់តែនាងលោតឡើងលើឡានក្រុងតោងទ្វារមកយឺតពេលនោះជាគ្រាដ៏រន្ធត់បំផុតក្នុងជីវិតរបស់គាត់មុខរបស់នាងមានស្នាមជាំនិងក្រដបណ្ដប់ដោយស្នាមរបួសដ៏គួរឲ្យខ្លាចនាងញញឹមហើយមាត់យ៉ាងធំជាមួយនឹងធ្មេញដ៏មុតស្រួចនិងកៅភ្នែកដ៏ខ្មៅរបស់នាងបេះដូងគាត់ស្ទើរតែឈប់លោតហើយគ្រប់គ្នាស្រែកទាំងភ័យខ្លាចគាត់ក៏ចាប់ផ្ដើមយកកាបូបរបស់គាត់យ៉ាងលឿនហើយរុញនាងចុះពីលើឡានក្រុងប៉ុន្តែពេលដែលនាងដួលគាត់បានឃើញនាងក្រោកឈរឡើងហើយសម្លឹងមកគាត់ដោយញញឹមដាក់គាត់តែស្នាមញញឹមដ៏គួរឲ្យខ្លាចជាសំណាងល្អឡានក្រុងបានទៅដល់ចំណតហើយគ្រប់គ្នាក៏ប្រញាប់ចុះពីលើឡានបន្ទាប់ពីបង់ថ្លៃសម្បត្តិរួចគាត់ក៏ដើរចូលទៅក្នុងហាងដែលនៅក្បែរនោះដើម្បីទិញអាហារសម្រន់ដើម្បីរងាប់អារម្មណ៍នៅពេលទៅដល់កន្លែងគិតលុយគូក្បាលរបស់គាត់នៅតែនឹកឃើញដល់រឿងដែលកើតឡើងមិនភ្លេចអ្នកគិតលុយបានសួរគាត់ថាលោកមិនអីមែនទេគាត់ក៏បានឆ្លើយតបថាបាទខ្ញុំមិនអីទេខ្ញុំទើបតែជួបនឹងស្ត្រីឈួតម្នាក់នៅលើឡានក្រុងការឆ្លើយតបរបស់គាត់ធ្វើឲ្យអ្នកលក់ស្រឡាំងកាំងអ្នកលក់ក៏បានឆ្លើយថាអូខ្ញុំស្គាល់នាងពួកគេនិយាយថានាងមានជំងឺមហារីកហើយត្រូវកោរសក់របស់នាងបន្ទាប់មកនាងតែងតែធ្វើបាបខ្លួនឯងសោយនិងគំរាមសម្លាប់មនុស្សហេតុនេះទើបក្រុមគ្រួសាររបស់នាងបានបញ្ជូននាងទៅមន្ទីរពេទ្យវិកលចរិតប៉ុន្តែប្រហែលសប្តាហ៍មុននាងបានរត់គេចខ្លួនហើយទៅរថយន្តក្រុងបុកដែលបណ្ដាលឲ្យនាងស្លាប់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ក៏បានសួរថាតើគាត់មានចាំផ្លាកលេខឡានក្រុងដែរឬទេគាត់មានការស្ទាក់ស្ទើរក្នុងការប្រាប់បន្ទាប់មកគាត់ក៏បានខ្សឹបប្រាប់បរិមអ្នកនោះគាត់ក៏អរគុណហើយប្រញាប់ទៅរកឡានក្រុងដែលគាត់បានទើបតែជិះពេលដែលគាត់ឃើញរថយន្តក្រុងគាត់មានការពិតភ័យយ៉ាងខ្លាំងតើវាជាអ្វីគឺវាជារថយន្តក្រុងដែលបានបុកស្ត្រីម្នាក់នោះស្លាប់រឿងនេះគឺជារឿងពិតដែលកើតឡើងលើបរិមម្នាក់នៅសហរដ្ឋអាមេរិក